បងប្អូនសង្គ្រាមប្រមាថថ្ងៃនេះគឺដូចថាអត់មានការបន្ធូរបន្ថយទេគឺអាពួកប្រទេសចៅហ្នឹងវាបានវាយប្រហារយើងធ្ងន់ណាស់បងប្អូនបច្ចុប្បន្នឥឡូវនេះយើងមានជនភៀសសឹកយើងច្រើនទៅហ្នឹងហើយពួកគាត់ត្រូវការជំនួយពួកគាត់ត្រូវការរបស់របរប្រើប្រាស់ពីព្រោះបងប្អូននឹងស្រាប់ហើយថាពួកគាត់អត់មានកម្រងរៀបចំអីទេហ្នឹងហើយដល់តែពេលមានរឿងនេះកើតឡើងទៅស្ត្រីមនុស្សចាស់កូនតូចចាពួកគាត់មិនអាចទៅរកអីបានភ្លាមទេក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ដែលនៅសហរដ្ឋអាមេរិកបងប្អូនខ្ញុំសុខចិត្តធ្វើរបៀបមុខក្រាស់បន្តិចហើយខ្ញុំសូមអំពាវនាវបងប្អូនទាំងអស់គ្នាដូចថាជួយចែករំលែកបងប្អូន$1ក្តី$2ក្តីបងប្អូនហើយបងប្អូនជាពិសេសកុមារហើយនឹងស្ត្រីហើយនឹងបងប្អូនចាស់បងប្អូនខ្ញុំឃើញវីដេអូនេះបេះដូងខ្ញុំដូចថាបែកដូចថាសឹងអាប្រេះទ្រូងមកបងប្អូនក៏ប៉ុន្តែវីដេអូនេះដែលខ្ញុំធ្វើទៅខ្ញុំសុំទោសបងប្អូនមួយចំនួនដែលថាដែលគាត់ពេញចិត្តឬក៏មិនពេញចិត្តអីខ្ញុំសុំទោសបងប្អូនទុកជាមុនក៏ប៉ុន្តែខ្ញុំត្រង់មកបាននេះបងប្អូនខ្ញុំសុខចិត្តចេញមុខអំពីនេះតែម្ដងពីព្រោះថាជនភេសកឥឡូវនេះកើនច្រើនទៅហើយត្រឹមត្រូវពួកគាត់ត្រូវការដូចថាសម្ភារៈប្រើប្រាស់ជាពិសេសម្ហូបអាហារតែម្ដងបងប្អូនចាអញ្ចឹងបងប្អូនណាដែលថាដែលចង់ចូលរួមជាមួយខ្ញុំបងប្អូនអាច send message មកខ្ញុំក៏បានឬមួយក៏បងប្អូនអាចដូចថា send Mozell ហើយនឹងខ្ញុំមានបងប្អូនស្រីម្នាក់ដែលឈ្មោះ V គាត់ក៏បានដូចថាចូលរួមជាមួយខ្ញុំដែរចាបងប្អូនអាចតាក់ទងទៅគាត់បានដូចគ្នាចាសូមអរគុណបងប្អូន